អូននេះប្រាក់ខែបងអូយបានបានបងខែហ្នឹងមកអូនរាប់សិន1 2មើលលុយអីគេប្រាក់ខែប្តីហ៎ចាប្រាក់ខែបានណាហើយ30 40 50 60 70 80 1 លានហើយចាយអីគ្រាន់ហ៎ស៊ីអីរាល់ថ្ងៃហ្នឹងអត់ទេប្រាក់ខែប្តីខ្ញុំ1 លានបងប្រាក់ខែខ្ញុំទៀតថាមួយខែ6-700ដែរមីងបងទាំងអូធីការងារក្រៅម៉ោងអីតិចតួចទៀតច្រើនតាបងចូលគ្នាប៉ុណ្ណឹងច្រើនហើយចាយមិនគ្រាន់ទៅនេះមីងគ្រាន់តែកាទៀវហើយបាយអីថ្ងៃត្រង់ទៀតមកពេលអស់ចិត្ត100ឬក៏100បាត់ហ៎តែនិយាយអីមីងអ្នកមានពួកខ្ញុំអ្នកអត់ខ្ញុំចាយតាមអត់ចាហូបតាមតិចទៅណាមីងហើយរាល់ថ្ងៃស៊ីអីទៅហូបបាយដូចតែមីងមិនទៅសួរអញ្ចឹងមីងអេចង់និយាយថាហូបបាយដែរត្រីមួយអង្គន់ជាមិនស្លដែរចង់និយាយថាត្រីផ្ទក់មួយអីអញ្ចឹងណាខ្ញុំអ្នកលៃអាហ្នឹងខ្ញុំទិញមកហូបទុកអាទិត្យហ្មងអញ្ចឹងណាមីងយើងចាយម្ដងទៅយើងហូបឲ្យបានមួយអាទិត្យហ្មងជួនកាលមកពេលតែ 5,000 10000 រស់មីងចាហើយតិចតួចបងទាតិចតួចក៏បានមីងចេះតែរស់ទៅកើតដែរនេះប្រាក់ខែ4 500 6 700នេះណែបើមីងវិញបើកូនមីងវិញគឺមីងប្រាក់ខែប្តីវាបើសិនជាចូលតែដល់កូនមីងគឺត្រូវតែ1000 2000អីចឹងឡើងលើអញ្ចឹងតែនិយាយអីមីគ្រួសារមីងអ្នកមានអ្នកខ្ពង់ខ្ពស់អាពួកខ្ញុំអ្នកអត់ប៉ុណ្ណឹងខ្ញុំរស់ឈប់ខ្ញុំសល់លុយទៀតអត់សំបានសល់លុយសំទៀតពុនខ្ញុំសល់លុយទិញមាសទៀតស្អីគេសល់លុយទិញមាសទៀតបាទអូអបាយអញឲ្យសុកចិត្តទុកកូនឲ្យនោមដាក់លឹកថ្នោតឲ្យស្ដាប់អញឲ្យកូនទេណាគេប្រាក់ខែខាងប្រុសគេ1000 2000មិនប្រកាសថាគេយកយើងទេណាមីងហើយបើមិនយកគឺមីងមិនឲ្យកូនទេងាប់ឲ្យប្រាក់ខែចឹងងាប់ឲ្យអញសុកចិត្តឲ្យកូនអញនៅព្រៅប្រជាជនខ្មែរចិត្ត20លានអ្នកខ្ញុំសួរប្រហែលអ្នកដែលមានប្រាក់ខែរាប់ពាន់ដុល្លារហ្នឹងខ្ញុំស្រឡាញ់គ្នាចិត្តហ្នឹងភាគច្រើនតែខ្ទង់200 400 500អីហ្នឹងជាទូទៅភាគច្រើនអញ្ចឹងមីងតែគេរស់បានគ្រប់តែគ្នាមានរស់បានគ្រប់គ្នាស្រឡាញ់គ្នាចិត្តអញ្ចឹងស៊ីកាទៀវយកចិត្តហ្នឹងទៅទិញស៊ីទៅមីងហូបកាទៀវខ្ញុំប្រឡំឡើងខ្ញុំដាំបាយដាំបបរហូបគ្នាខ្ញុំអត់ហូបកាទៀវដូចមីងទេឡើងសល់ហើយបើពេលណាចង់កាទៀវយូរម្ដងសាំងឡានចាយហ្នឹងយកចិត្តហ្នឹងទៅទិញទៅអត់ទេខ្ញុំជិះតែម៉ូតូខ្ញុំសល់លុយហើយហ្នឹងហើយសល់លុយអញតិចទៀតពីរនាក់ហ្នឹងត្រូវមានកូនត្រូវហ៎បាទឧទាហរណ៍ដល់ឆ្នាំក្រោយត្រូវមានកូនបាទហើយមានលុយឡៃទឹកដោះគោណាបើមានកូនខ្ញុំចំដូចគេដូចឯងចឹងទៅមីងមានអីចំដូចគេហើយចាស់បើវាត្រូវការទឹកដោះគោមិនដែរការទឹកដោះគោឥឡូវគេមានតែថ្លៃណាទិញទឹកដោះគោអង្គរមៀលខ្ញុំមានលទ្ធភាពទិញឲ្យកូនខ្ញុំនេះតើញ៉ាំតើហើយចោលវាធំវាចូលសាលាមិនត្រូវចំណាយទៀតកូនមីងគឺថាមីងអ្នកមានកូនមីងចូលរៀនសាលាថ្លៃទៅពួកខ្ញុំឲ្យកូនខ្ញុំរៀនសាលាល្មមក៏បានដែរក៏រៀនចេះរៀនបកកែដូចតែគ្នានឹងនេះប្រយ័ត្នកូនខ្ញុំអាអ្នករៀនសាលាតម្លៃថោកអាចនឹងរៀនបកកែជាងកូនមីងសាលាតម្លៃថ្លៃផងថាបានប្រហែលកុំមកហឹងបើកូនមីងមីងមិនឲ្យយកទេប្រាក់ខែ5 600នោះចាំកូនមីងហ៎ហើយគាត់ថ្លៃស៊ីកាទៀវមួយខែហ្នឹងគ្រាន់ផងអូទៅនិយាយអីមីងយើងធ្វើតាមលទ្ធភាពទៅណាមីងយើងមានប៉ុណ្ណាយើងហូបប៉ុណ្ណឹងទៅហើយរងហើយខ្ញុំមានក្តីសុខហើយខ្ញុំមានចង់បានអីលើសហ្នឹងទៀតទេតែនិយាយអីមីងមួយខែគេដឹងគ្រប់គ្នារឿងល្បីរឿងមីងមិនជួយរកស៊ីប្តីបើមីងជួយរកស៊ីប្តីទៀតមិនស្រួលកើតសេដ្ឋីយូរហ្នឹងស្អីគេប្រហែលមីងហ្នឹងរូបរាងប៉ុណ្ណឹងឲ្យមីងទៅជួយរកស៊ីប្តីទៀតប្តីមីងធ្វើការបានលុយច្រើនហើយមីងជួយរកស៊ីបើកចាប់រួយលក់នេះលក់នោះអីទៀតទៅយកលុយបង្កើតលុយណាអូយតែមានយកជីវិតអញទៅអញញ៉ៃទៅអើយលក់ដូរនំពិបាកបាក់កញ្ចក់ជើងកញ្ចក់ដៃអញទៅគេឲ្យពឹងតែលើប្តីសុទ្ធហ្មងអញពឹងលើប្តីណាប្តីអញមកអត់ចាំអញលេងតាំងយូរអូកូនអញក៏ដែរបើមានប្តីអត់ចាំអញឲ្យលេងឥឡូវមីងរស់ដោយសារប្តីចុះថ្ងៃណាប្តីមីងឈឺមីងប្តីមីងដួលក៏បាច់គ្រួសារនឹងមិនឲ្យលុំក្រាំងមីងអត់ជួយឥឡូវមិនអញលេងស៊ីទ្រាប់ទៅអញ្ចឹងប្រាប់ប្តីមីងឲ្យសល់ច្រើនខ្លាំងអញ្ចឹងរាប់កោតដុល្លារអញ្ចឹងយ៉ាវាមិនកោតទេតែវារស់បានថាមករស់បានអត់ទេមីងរស់នៅតាមប្តីសុខរបស់មីងខ្ញុំមិនហ៊ានថាមិនល្អតែសំខាន់ប្តីពុតខ្ញុំគឺខ្ញុំជួយរលុយគ្នាឲ្យមានបានថ្ងៃក្រោយខ្ញុំមានការគោម្ដងហើយបើខ្ញុំឥឡូវខ្ញុំធ្វើការខ្ញុំសំលុយពេលដែលខ្ញុំមានលុយខ្ញុំបើកក្រុមហ៊ុនខ្ញុំរស់ស៊ីមានបានមិនត្រឹមតែខ្ញុំជួយក្រុមគ្រួសារខ្ញុំជួយសង្គមជាតិទៀតនេះដោយក្រុមហ៊ុនកមៀលចឹងពេលដែលគាត់រស់ស៊ីទៅគាត់ចំណេញក្រុមហ៊ុនបានយកថវិកាហ្នឹងទៅសង់សាលារៀនឲ្យក្មេងៗហ្នឹងថ្ងៃហ្នឹងបញ្ចុះបឋមសិលានៅពញាក្រែកនេះនៅក្រែកហ្នឹងខ្ញុំទៅដែរតើថ្ងៃហ្នឹងចដូនមួយមីងនៅហ្នឹងអូនៅក្រែកហ្នឹងហើយមីងតែថាសល់លុយពីប្តីច្រើនអត់ទៅជួយកសាងអីគេអត់ចូលដែរ100 200អីហ្នឹងមីងទៅគេនឹងគេចុះបឋមសិក្សា
มัน บ้ามีดาราละใบเตอร์มีนี่แปรกมีมีโคดมีอันนี้ไอเตอร์ จัง บ้าช่วยด้วยพวกยืงจังยังไงมีตั้งไง มีแต่ได้ มาตั้ง มีจีลานจะมวยได้ ชีลานมวยยม มีเชื่ออะไรไปได้ชูนะ โอ้ชีลานพวกยมประคายแปรมวยโอ้ชีบ้านได้ เอ๊ะจะมันช่วยเจนซัง ตาសូមចូលរួមអបអរសាទរកម្មវិធីទី26ខែកក្កដាឆ្នាំ2026នេះក្រុមហ៊ុនអង្គរមានបានរៀបចំកម្មវិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់អគារសិក្សាមួយខ្នង5បន្ទប់ជូនដល់សាលាបឋមសិក្សាក្រញូងនៅក្នុងខេត្តត្បូងឃ្មុំដើម្បីអបអរសាទរបាទខួប10ឆ្នាំអង្គរមានដែលមានវត្តមាននៅកម្ពុជាដូច្នេះលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សនឹងទទួលបានអគារថ្មីបន្ថែមទៀតហើយមានរហូតដល់5បន្ទប់សម្រាប់សិក្សាហើយអ៊ំពូមីងតាយាយទាំងអស់ដែលជាអាណាព្យាបាលរបស់បងប្អូនសិស្សានុសិស្សក៏គាត់សប្បាយរីករាយដែរនៅក្នុងការទទួលបាននូវសមិទ្ធផលថ្មីនៅក្នុងខេត្តរបស់គាត់ដែលផ្ដល់ជូនពីខាងក្រុមហ៊ុនអង្គរមានហើយនៅក្នុងកម្មវិធីនេះក៏ប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បាទរបស់ឯកឧត្តមជួបប៉ារីសរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលបាទចុះជួយនៅស្រុកពញាក្រែកនិងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករបស់ក្រុមហ៊ុនអង្គរមានព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានភ្ញៀវកិត្តិយសនិងអ្នកចូលរួមជាច្រើនរូបទៀតបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងខំប្រឹងប្រែងសិក្សាទាំងអស់គ្នាព្រោះឥឡូវបានបន្ទប់ថ្មីបានអគារថ្មីរៀនហើយអញ្ចឹងក៏ដូចជាលោកគ្រូអ្នកគ្រូក៏គាត់មានក្តីសប្បាយរីកក្នុងការទទួលយកសមិទ្ធផលថ្មីនៅក្នុងខួប10ឆ្នាំរបស់ខាងក្រុមហ៊ុនអង្គរមានដែរបន្ថែមពីលើនេះខ្ញុំបានក៏លើកថាក្រុមហ៊ុនក៏មានការផ្ដល់ជូននូវសម្ភារៈសិក្សាជាច្រើនទៀតដើម្បីគាំទ្រដល់ការបង្រៀនដល់បងប្អូនដែលជាតំពាំងសង្ឃឫស្សីផងដែរជូនពរក្រុមហ៊ុនអង្គរមានឲ្យកាន់តែរីកចម្រើនហើយក៏ដូចជាជូនពរដល់លោកគ្រូអ្នកគ្រូនិងបងប្អូនដែលជាសិស្សានុសិស្សនៅសាលាបឋមសិក្សាកញ្ញូងក្នុងខេត្តត្បូងឃ្មុំនេះសូមឲ្យមានសុខភាពល្អសំណាងល្អទាំងអស់គ្នាជម្រាបលា